ឯកឧត្តមដោយគុណធីអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបានឧបត្ថម្ភដល់អ្នកអត្ថាធិប្បាយចំនួន20,000រៀលនិងថ្លែងអំណរគុណដល់លោកខៀវសុមេធាមន្ត្រីកយបាទអន្តរជាតិភ្នំពេញបានឧបត្ថម្ភពិធីកោពូសយ20,000រៀលនិងពិធីការនី20,000រៀលផងដែរសូមថ្លែងអំណរគុណនិងសូមប្រសិទ្ធពរជ័យជូនឯកឧត្តមអស់លោកជួបប្រទេសពុទ្ធពរ9ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឡើយបាទចាសសូមអរគុណបន្តមន្ទីរសុខាភិបាលខេត្ត5លានរៀលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត5លានរៀលមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត5លានរៀលមន្ទីរអប់រំយុវជននិងកីឡាខេត្ត5លានរៀលឯកឧត្តមនាយឧត្តមសេនីយ៍សេងយូអនអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងហាផ្ទៃនិងលោកជំទាវ5លានរៀលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ5លានរៀលឯកឧត្តមបណ្ឌិតងិនបណ្ណាលនិងលោកជំទាវសុកចន្ទធូ$1,000ឯកឧត្តមនិងលោកជំទាវក្រុមប្រឹក្សាខេត្ត3,60,000រៀលមន្ទីរធនធានទឹកនិងអូតូនិយមខេត្តព្រៃវែង3លានរៀលគូទី28ខ្សែទឹកខាងក្នុងយុទ្ធភូមិសែនជ័យដែលមានឯកសណ្ឋានពណ៌ស្លាទុំបាទជើងចង្វាពណ៌សបាទមើលយើងមើលទៅពីនេះទៅឃើញថារន្ធើនខ្លាំងណាស់បាទខ្សែទឹកខាងក្នុងយុទ្ធភូមិបាទជើងចង្វាពណ៌សឯកសណ្ឋានបាទស្វាហាប់ណាស់បាទយោងច្រើនបាទយោងច្រើនបាទខ្សែទឹកខាងក្រៅស្រីសសវណ្ណពេញមនីអាយ៉ាមិនចេះគូនឹងដូចទៅមិនចេះបាទស្រីសរត់រួចឯងរួចស្រីសមានឯកសណ្ឋានអាវពណ៌សបាទជំរឿជើងឯកធនាខេត្ត2ឆ្នាំទៅឆ្នាំនេះយ៉ាងមិនចេះបាទយើងចាំមើលបាទជួយយើងតាមដានទាំងអស់គ្នាបងប្អូនយើងទាំងអស់គ្នាឲ្យតាមអស់លោកបាទជួយមើលបាទជើងច្បាស់ទាំងពីរនេះនៅបាល់គ្នានៅឡើយទេបាទយុទ្ធវងក៏មិនចេះបាទយើងមើលទៅប្រហែលគ្នាបាទដូចនឹងថ្កល់មកដូចគ្មានណាឡើងមានណាចោលទេបាទមើលជួយមើលទាំងអស់គ្នាបាទមកចិត្តដល់ទីហើយវយចិត្តដល់វយស្រីសកំពុងតែរួមមេវយដល់ទីផ្ដាច់ព្រាត់ឃើញថាខ្សែទឹកខាងក្រៅមកដល់ទីផ្ដាច់ព្រាត់មុនបន្តិចទេបាទបានទីបាទ2ទាន់បាទដូច្នេះខ្សែទឹកខាងក្រៅស្រីសសវណ្ណពេមនីព្រឹកនេះបាទឈ្នះតែ2ខ្ទង់ទេបាទតិចបំផុតយើងមើលអត់ដឹងបាទគូទី28ខ្សែទឹកខាងក្រៅយុទ្ធវងសែនជ័យបាទខ្សែទឹកខាងក្នុងស្រីសសវណ្ណពេជ្រមនីបាទព្រឹកមិញលេងគ្នាសម្បើមណាស់បាទខ្សែទឹកខាងក្នុងស្រីសសវណ្ណពេជ្រមនីមានឯកសណ្ឋានពណ៌ស2ថ្ងៃហើយនៅឯកសណ្ឋានពណ៌សចាំល្អណាស់បាទព្រឹកមិញប្រហែលគ្នាដូចឈ្នះគ្នាតិចតួចទេបាទព្រឹកមិញបាទយុទ្ធវងសែនជ័យស្រុកពោធិ៍រៀងបាទមានឯកសណ្ឋានពណ៌ខៀវខ្ចីបាទស្រីសសវណ្ណពេជ្រមនីខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌សបាទឆ្នាំទៅជើងឯកលេខ1គឺបាទស្រីសសវណ្ណពេជ្រមនីនេះហើយបាទឥឡូវមកប៉ះយុទ្ធវងសែនជ័យបាទដូចតឹងតែងណាស់បាទព្រឹកមិញឥឡូវហ្នឹងកំពុងតែតឹងតែងទៀតហើយបាទស្រីសសវណ្ណពេជ្រមនីបាទកំពុងតែរេរំសម្បើមណាស់បាទទូកំពុងតែឲ្យសង្វារសង្វាអ៊ំទៅបាទអ្នកអ៊ំបាទទូនេះតឹងណាស់មើលទៅបាទប្រឹងឡើងអន្តរជាតិប្រហែលនិយាយនឹងទៅវយចិត្តដល់ទីអើវយបាទស្រីសសវណ្ណពេជ្រមនីអន្តិតនៅប្រចាំធ្លាក់ទឹកវយអញមើលទៅស្គរមកវិញក្បាលទូបាទដល់ទីផ្ដាច់ព្រាត់ហើយឃើញថាស្រីសសវណ្ណពេជ្រមនីបានទទួលបានជ័យជំនះបាទទាំងពីរជើងតែជើងទី1ពីព្រឹកហ្នឹងឈ្នះបានតែ2ខ្ទង់ទេបាទឈ្នះតិចតួចណាស់បាទមកសកត់តិចទេបាទឥឡូវនេះឈ្នះច្រើនទេបាទដូច្នេះយើងសន្មតថាស្រីស